បាទសួស្តីអូខេថ្ងៃនេះយើងនិយាយពី pivot table នៅក្នុង Excel បាទអូខេបើខ្ញុំមើលនៅក្នុងនេះគេតាក់ទងជាមួយនឹង pivot table ហ្នឹងគឺពពួកប្រភេទ data summarize យើងមានព័ត៌មានច្រើនមែនតើយើងចង់បាន summarize ផ្សេងយើងត្រូវតែសេរូបមន្ត sum if count if ឬក៏ពពួកពុំមុនផ្សេងទៀតដើម្បីរកថាសរុបប្រចាំខែប្រចាំឆ្នាំប្រចាំ quarter អញ្ចឹងទៅវាប្រៀបធៀបគ្នាបែបម៉េចបាទអញ្ចឹងនៅក្នុង pivot table ហ្នឹងយើងមាន4 field ឬក៏4ប្រភេទដែលយើងត្រូវយល់ហ្នឹងគឺមានពពួក value មាន filter មាន column ហើយនឹងមាន role ដែលយើងត្រូវយល់ថា4ហ្នឹងខុសគ្នាម៉េចអូខេណោះបាទអញ្ចឹងបើយើងប្រើធម្មតាគឺព័ត៌មានយើងញ៉ៃញ៉ៃឬក៏ច្រើនពេកប្រវាក់គ្រប់គ្រងដូចព័ត៌មានដែលខ្ញុំបើកឲ្យមុនហ្នឹងគឺញ៉ៃញ៉ៃច្រើនមែនតើអញ្ចឹងគឺយកវាចូលទៅក្នុង pivot table មកដើម្បីឲ្យស្រួលរកដូចក្នុងនេះអញ្ចឹងគឺព័ត៌មានយើងច្រើនយើងចង់មើលថា top seller អីគេអញ្ចឹងយើងត្រូវមកអង្គុយប្រើតារាងធម្មតាដែលយើងចេះហ្នឹងក៏បានដែរហើយយើងត្រូវមកអង្គុយ filter ម្ដងមួយហើយមើលមួយណាធំជាងគេបាទប៉ុន្តែបើយើងប្រើវាជាមួយនឹងពពួក pivot table មកគឺគេមាន function មួយចំនួនដែលជួយធ្វើយើងឲ្យយើងរក top seller យើងមកបាទអូខេណោះអញ្ចឹងឧទាហរណ៍ដូចនេះគេនិយាយពីហាងកាហ្វេមួយទៅយើងមានព័ត៌មានច្រើនមួយថ្ងៃបើយើងគិតថាមួយថ្ងៃយើងលក់បាន50កែវចុះមួយឆ្នាំចុះ2ឆ្នាំ3ឆ្នាំចឹងយើងចង់មើលព័ត៌មានថយក្រោយវិញទៅគឺព័ត៌មានច្រើនមែនតើយើងធ្វើលើ Excel ហ្នឹងគឺធ្វើពិបាកមែនតើធម្មតាប្រើវិធីធម្មតាអញ្ចឹងយើងត្រូវប្រើពពួក function មួយចំនួនមកជួយដូចជាក្នុងនេះគេនិយាយពី pivot table អូខេណាអញ្ចឹងគឺមាន4គេ4 box ឬក៏4 field ដែលយើងត្រូវចេះ filter ហ្នឹងគឺអីគេគឺពពួកដូច slicer ដែលយើងបានរៀនហើយហ្នឹងថាអូខេខ្ញុំចង់មើលតាព័ត៌មាននៅហាង A ឬក៏ខ្ញុំមើលតាព័ត៌មាននៅសាទូកកឯងព័ត៌មានផ្សេងទៀតមកចង់ឃើញឯងអញ្ចឹងទៅបាទ column ហ្នឹងគឺប្រភេទគេ show ពពួក matrix របស់យើងថាយើងចង់មើលបែកជាបែបម៉េចជាប្រភេទឬក៏ជាឈ្មោះរបស់កាហ្វេបាទ role ហ្នឹងគឺដូចគ្នាគ្រាន់តែ visual ប្រភេទវាពីលើចុះក្រោម column ហ្នឹងពីឆ្វេងទៅស្ដាំតែពេល value ហ្នឹងគឺជាប្រភេទពពួកលេខឧទាហរណ៍ដូចលុយចំនួនតកតងមួយនឹងតម្លៃរបស់ KPI ផ្សេងហ្នឹងគឺតកតងមួយលេខដើម្បីយកមកបូកចូលគ្នាបើយើងចង់មើលតកតងមួយ top revenue គឺអា line value ហ្នឹងគឺ revenue បើយើងចង់និយាយពី profit កន្លែងហ្នឹងគឺ profit បើយើងនិយាយពី quantity ចំនួនយក quantity យកដាក់ក្នុង value ហ្នឹងមកអូខេណាដូចជាឧទាហរណ៍នេះមិញយើងមានព័ត៌មានច្រើនយើងគាត់ទាញ item យកដាក់ក្នុង role មកហើយទាញ price យកដាក់ក្នុង value មកវានឹងបាន show គឺវាគ្រប់ឲ្យតែឈ្មោះដូចគ្នាវាចាប់បូកចូលគ្នាដាក់មកដុំឲ្យយើងអញ្ចឹងយើងនឹងឃើញថាអូមួយណាដែលលក់បានច្រើនជាងគេនេះគឺឧទាហរណ៍អូខេណោះបាទដូចគ្នាដែរយើងអាចទាញវាមកមើលឥឡូវយើងសាកមកមើលព័ត៌មានតាក់ទងជាមួយនឹង practice បន្តិចមកអូខេខ្ញុំយកព័ត៌មានដែលមាន setup អូខេខ្ញុំចូលទៅ Excel ខ្ញុំនឹងសាកព័ត៌មានតិចឲ្យមើលសិនឲ្យស្រួលយល់អូខេខ្ញុំ pass វាមកអានេះគឺព័ត៌មានដែលយើងមានអូខេបើធម្មតាយើងចង់មើលថាតើកាហ្វេមួយណាឬក៏តែឬក៏អីលក់បានច្រើនជាងគេលក់ដាច់ជាងគេអញ្ចឹងទៅយើងអាចគេហៅគេយើង sum if ក៏បានណាឬក៏យើងបានរៀនតាក់ទងជាមួយនឹងតារាងហើយអូខេអញ្ចឹងយើង convert វាជាតារាងអូខេយើងមាន header ណាអូខេយើងបានតារាងបែបនេះហើយដាក់ឈ្មោះវាមក coffee sale ទីហោអូខេគេអត់ឲ្យខ្ញុំដក clear ទេ coffee sale បែបនេះអូខេបើយើងចង់ដឹងថាច្រើនជាងគេគឺវិធីដែលយើងធ្វើដូចរាល់ដងគឺយើងចុច total sale មកឬយើងបានរៀនតាក់ទងមួយ slicer ហើយយើង add slicer មួយមកខ្ញុំយក category ចុះអូខេហើយកន្លែងនេះយើងដូរវាទៅជា total sum ណាអូខេចឹងយើងចុចកាហ្វេមកប្រហែល11 juice 3អូខេ snack 2 tea
3.75 អញ្ចឹងគឺកាហ្វេគឺយើងលក់បានច្រើនជាងគេឧទាហរណ៍បែបហ្នឹងអូខេដល់ពេលយើងចង់មើលប្រភេទជា item ម្ដងយើងត្រូវធ្វើចឹងទៀតយើង add វាមក add ចូលក្នុង table add slicer ចុចលើ item មួយទៀតអូខេនេះយើងអាចចុចលើអូ i latte បាន2i latte ពេល i coffee ដល់9អញ្ចឹងទៅអូអញ្ចឹង i coffee ច្រើនជាងឧទាហរណ៍បែបហ្នឹងវិធីមួយទៀតដែលវាទំនើបជាងហ្នឹងបើដោយសារព័ត៌មានវាកលឹមកាន់តែច្រើនទៅវានឹងប្រើ table ហ្នឹងលែងជួយបានគ្រប់អីគឺគេហៅថា pivotable អូខេខ្ញុំ clear នេះចោលសិនចុះអត់អីចឹងខ្ញុំតពី table ហ្នឹងខ្ញុំចុចលើហ្នឹងមកចូល insert ហើយចូល pivotable click លើនេះមក click លើអាក្រុមហ្នឹងវាឲ្យយើងរើសយកមួយណាបើ click លើអាមួយលើនេះវាយកអាហ្នឹង auto ហ្មងយកអាលើហ្នឹង auto អញ្ចឹង click លើវាមកអញ្ចឹងវានឹង auto detect ឲ្យយើងឃើញសញ្ញាឃើញប្រអប់វាវិលជុំវិញហ្នឹងណាវា auto detect ឬក៏យើងមើលឈ្មោះវាមិនដែលយើងតាំងឈ្មោះវាមិនអូខេឬក៏យើងខ្ញុំចុចលើនេះនេះវា auto detect ឲ្យយើងគឺវាចាប់មកដុំហ្នឹងឲ្យយើងហ្មងអូខេអញ្ចឹងក្នុងមាន2មាន new worksheet បែរណាវានឹងបង្កើត worksheet ថ្មីមួយឬក៏ existing worksheet បែរណាអូអត់ទេបាច់បង្កើតទេអញ្ចឹងយកដាក់ណាដាក់ចិត្តហ្នឹងក៏បានដែរបែរណាព័ត៌មានដែលខ្ញុំចង់បានគឺយកដាក់ចិត្តហ្នឹងហើយយើងអូខេមកអូខេអញ្ចឹងនេះគឺយើងឃើញ pivot table មកឃើញទេហើយវានឹង show ព័ត៌មាន4ឲ្យយើងនេះ4អូខេហើយនៅមួយនេះឬក៏អីលោកគ្រូមិញអត់បានចុចលើ existing ផងខ្ញុំចុចលើហ្នឹងទៅបាត់ហើយចុចមកនេះចុច new បាត់ហើយអញ្ចឹងវាអត់អីទេវាគ្រាន់តែបង្កើត sheet ថ្មីមួយទៀតឲ្យយើងដូចតែគ្នាហ្នឹងអូខេបង្កើត sheet ថ្មីមួយទៀតឲ្យយើងអញ្ចឹងពីហ្នឹងដូចគ្នាយើងចង់លុបវា select លើវាឲ្យលុបមកអូខេ clear content បាត់ហើយណាដូចគ្នានេះលុប sheet នឹងចោលមកក៏បានដែរអញ្ចឹងអត់ជាបញ្ហាអីទេបាទអញ្ចឹងបើសិនជាដូចមិញយើងចង់មើល category យើងគ្រាន់តែ click លើវាក៏បានដែរវានឹង auto រត់មក roll ឲ្យយើងផ្ទាល់ហើយនឹងយើងចុចលើ price វាលុបនេះវានឹង auto compare ឲ្យយើងតែម្ដងបើអ្នកខ្លះទៀតគឺអត់ឃើញដូចខ្ញុំទេអ្នកខ្លះទៀតគឺគាត់អាចឃើញវិធីផ្សេងឃើញបែបនេះឃើញបែបនេះគេអាហ្នឹងគឺខ្វះការមើលអ្នកចូលចិត្តមើលខុសគ្នាពេលខ្ញុំអានេះទៅខ្ញុំអាចវាខ្លីពេកវាពិបាកទាញច្រើនហ្នឹងទៅខ្ញុំក៏ឲ្យវាខ្លាចទៅជាវាឆ្វេងស្ដាំអញ្ចឹងទៅអញ្ចឹងឆ្លាញ់មួយណាយកមួយហ្នឹងខ្លួនឯងខ្ញុំមើលមួយយកមួយណាយកទៅអត់អីគេណោះបាទអញ្ចឹងនេះយើងឆ្លាញ់បែបនេះក៏ទាញមកហើយបានដល់យើងចង់បាន item ទៀតយើង click លើ item មកក៏បានដែរជាមួយដាក់ក្នុង row នេះវានឹងចេញបែបនេះឲ្យយើងអូខេត្រឡប់ទៅវិញខ្ញុំ remove វាចោលក៏បានដែរ remove វាចោលអូខេនេះពេលដែលយកមានអីគឺវា show បែបនេះអញ្ចឹងគឺអត់ឃើញទេតើចុចលើវាទៅមិនវាចេញមកឬអ្នកខ្លះអត់ឃើញចុចហើយក៏អត់ឃើញនៅស្អែកចុចច្រឡំចុចបិទអីយ៉ាងទៅនេះលោកគ្រូអត់ទេបាត់តាណាអត់រកឃើញនេះអញ្ចឹងវិធីដែលគេចុចវាអាចចូលមកក្នុងនេះ pivotable មកហើយគេមាន fill list នេះចុចលើហ្នឹងមកវានឹង show មកវិញទេអូខេអញ្ចឹងបើយើងចង់បានឧទាហរណ៍យើងចង់ដឹងថា item មួយណាអញ្ចឹងចុចលើ item ហ្នឹងក៏បានទាញលើ roll មកហើយយើងចង់ដឹងតម្លៃយើងទាញ price យើងដាក់នេះក៏បាន auto click វាក៏បាននេះអញ្ចឹងវានឹងបូកឲ្យយើង auto អីគេ i latte គឺច្រើនជាងគេអូខេចាំខ្ញុំដូរពី roll ហ្នឹងខ្ញុំដាក់ column ម្ដងនេះវាហត់ show វាដូចវាខំបូកឲ្យយើងហ្នឹងក៏វាដូរពីលើក្រុមទៅជាឆ្វេងស្ដាំឲ្យយើងអូខេអញ្ចឹងយើងឃើញដូចតែគ្នាហ្នឹងឯងអូខេបើយើងទាញមកនេះមកនេះអញ្ចឹងអាកន្លែង value ហ្នឹងគឺសម្រាប់តម្លៃបូកដកគុណចែកអញ្ចឹងទៅដល់ពេលកន្លែង row column ហ្នឹងទុកដាក់ចូលគ្នាហើយយកមកប្រៀបធៀបឲ្យយើងដល់ពេល filter យើងអាចទាញ filter ហ្នឹងយកមកដាក់លើនេះមកឧទាហរណ៍នេះឃើញវាចេញ filter មកណា filter ហ្នឹងគឺអូខេអញ្ចឹងខ្ញុំចង់មើលតាតារាអ្នកលក់ចានេះគឺព័ត៌មានរបស់តារាអ្នកលក់គឺសម្រាប់ឆ្លោះព័ត៌មានដូចទៅនឹង slicer ដែរចង់មើលតារិទ្ធីទេអញ្ចឹងវានឹងឃើញតែបោះរិទ្ធីទេអូខេអញ្ចឹងអានេះគេអាចមើលជាប្រភេទបែបនេះបានគេអាចឆ្លោះយកបែបហ្នឹងបានតែបើយើងថាខ្ញុំអត់ចូលចិត្តប្រើហ្នឹងទេពិបាកចុចយើងឆ្លាញ់ slicer យើងអាចប្រើជាមួយ slicer បានដូចគ្នាអូខេយើងចង់បាន seller ចុចលើ seller មកគេនេះអូខេ
ហើយយើងដូរវាទៅអូខេខ្ញុំមាន4ចេះអញ្ចឹងយើងអាច click ទៅវាអាចជួយ compare ឲ្យយើងអូខេណោះគឺបែបហ្នឹងអញ្ចឹងត្រឡប់មកវិញគឺប្រភេទ pivot table ហ្នឹងគឺវាជួយបូកសរុបឲ្យយើងគឺប្រភេទ summary ឲ្យយើងហើយអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាន4មានfilter ទុកច្រោះយកអីគេឬក៏យើងអត់ប្រើវាប្រើជាមួយនឹងពពួក slicer ក៏បានមួយទៀតគឺ roll គឺ show វាជួយប្រៀបធៀបឲ្យយើងធ្លាក់ពីលើចុះក្រោមហើយមួយទៀតគឺ column វាឆ្វេងទៅស្ដាំឬក៏យើងគេមានទីគឺទាញ matrix មកគេទាញ matrix ចឹងដកទៅចឹងអូខេខ្ញុំទាញយកទាំងអស់ខ្ញុំឃើញវាចោលយើងអត់ប្រើ seller ទេយើងអាចប្រើបែបនេះបានអញ្ចឹងនេះតារាធ្លាប់លក់អីគេ green tea បានប៉ុណ្ណេះតារាធ្លាប់លក់ ice latte បានប៉ុណ្ណេះអូខេដល់ពេលអត់មានមិនហាត់តារាអត់បានអត់ដែលលក់ផ្សេងបាននេះអូខេដល់ពេលអានេះដល់ពេល ice latte នេះបុប្ផាក៏ធ្លាប់លក់តារាក៏ធ្លាប់លក់នេះគឺ total របស់ ice latte ណាគឺវាความបែបហ្នឹងបើយើងទាញផ្ទុយវាក៏បាននេះទាញមកវិញគ្រាន់តែវាផ្ទុយយកអីគេ seller ហ្នឹងយកមករត់ពីលើចុះក្រោមជា roll ហើយដល់ពេលយក item ហ្នឹងរត់ពីឆ្វេងទៅស្ដាំបែបហ្នឹងអាហ្នឹងគឺគ្រាន់តែបែបហ្នឹងឯងដល់ពេលនេះគឺទុកបូកដកគុណចែកអូខេអានេះគឺសម្រាប់ប្រៀបធៀបគ្នាយើងអាច apply វាខ្ញុំបិទវាចោលចុះខ្ញុំបញ្យល់មួយតាក់ទងជាមួយនឹងព័ត៌មានចុះព័ត៌មានច្រើនជាងហ្នឹងអូខេណោះអញ្ចឹងឧទាហរណ៍ដូចព័ត៌មានរបស់ Nigeria មិញហ្នឹងគេមានផ្សេងទៀតអូស្ត្រាលីក៏ច្រើនដែរអូខេអញ្ចឹងគឺព័ត៌មានវាច្រើនមែនតើនេះអូខេណោះអញ្ចឹងកន្លែងហ្នឹងយើងអាច click លើវាហើយ insert pivot table ហ្មងក៏បានដែរclick មកកន្លែងញញូចុះឲ្យវាហត់ទៅជាព័ត៌មានថ្មីនៅនេះអូខេបាទអញ្ចឹងយើងទាញមកឧទាហរណ៍យើងចង់មើលអីគេមិញឧទាហរណ៍ zip click លើ zip មកដោយសារក្នុងហ្នឹង zip វាជាលេខយើងឃើញវាជាលេខហ៎ចឹងទៅវាអូតូរត់មក value ឲ្យយើងជាក់ស្ដែងបើយើងហ្នឹងអាហ្នឹងមិនមែនជាលេខទេវាជា roll យើងឃើញ zip បែបនេះអូខេដល់ពេលមួយទៀតយើងចង់មើល revenue អញ្ចឹងទាញ revenue យកដាក់មកអញ្ចឹងវានឹង compare ឲ្យយើងអូតូឃើញអត់បាទ compare យើងបើយើងចង់ឲ្យវា show ជាគេយើងមិនបាច់មកអង្គុយ sum if convertible click total ទៅមកឯងគឺ pivot table ហ្នឹងគឺវាជួយប្រៀបធៀបយកបូកចូលគ្នាឲ្យយើងណាបាទអញ្ចឹងបើយើងចង់ឲ្យវា show ជាដុល្លារយើងអាច click លើនេះមកនេះ value fill មកហើយកន្លែងនេះ number format ហ្នឹងយើងអាចសុំវាជា currency ដូរវាជាដុល្លារខ្មែរអីផ្សេងដូរចុះអូខេហើយយើងអូខេមកនេះវានឹង show ជាដុល្លារបែបនេះឲ្យយើងអូខេណោះចានេះគឺតាក់ទងជាមួយនឹងpivot table អូខេពេលខ្លះនៅពេលដែលយើងចង់យកវាទៅ present យកទៅបង្ហាញជាធ្វើបទបង្ហាញផ្សេងណាអញ្ចឹងពេលខ្លះអក្សរអញ្ចឹងវាពិបាកមើលអញ្ចឹងវិធីដែលគេធ្វើគឺគេហៅថា pivot chart អូខេ pivot chart អញ្ចឹងគេ click លើហ្នឹងមកចូលទៅក្នុង pivot table មកអ្នកខ្លះឃើញតែ analyze ទេអត់អីទេយើងឃើញប្រភេទ analyze ហ្នឹងយើងចុច pivot chart មកអញ្ចឹងនេះគេនឹងប្រៀបធៀបឲ្យយើងចង់បានជាប្រភេទអីគេភាគច្រើនប្រភេទ compare អញ្ចឹងគេអាចប្រើ bar នេះប្រៀបធៀបឲ្យយើងមួយអូខេឬក៏យើងប្រើ pie ក៏បានដែរស្រឡាញ់ pie ស្រឡាញ់មួយណាយកមួយនឹងមកអញ្ចឹងគឺវាជួយប្រៀបធៀបឲ្យយើងថាអូខេអាមួយណាលក់បានច្រើនជាងគេគេមានពណ៌ឲ្យយើងយើងចង់ show percentage អីផ្សេងយើងចុចទៅពពុះ design របស់ chart ហ្នឹងមកគេអាច add ព័ត៌មានផ្សេងឲ្យយើងបាន data label យើងអាច add center នេះគេមានព័ត៌មានឲ្យយើងអញ្ចឹងនៅក្នុងហ្នឹងគេអាចមើល format របស់វាដូចជា right click មកគេមាន format ដែរformat គេនៅនេះគេអាច show អីផ្សេងបានទៀត size ទំហំ fill មានពណ៌មានព័ត៌មានផ្សេងអូខេដូចជានៅក្នុងនេះមាន angle មានអីយើងដូរមកឲ្យវា start ពីណាទៅណាផ្សេងបានបាទឬក៏គេមានពិធី add chart outside នេះគេមាន add ជាប្រភេទបែបនេះឲ្យយើងបូកនឹង percentage អីចឹងទៅអូខេណាចឹងអានឹងឆ្លាញ់មួយណា
រើសយកមួយហ្នឹងទៅអូខេអញ្ចឹងគឺយើង convert ពី data ធំច្រើនបែបហ្នឹងវានឹងជួយសរុបឲ្យយើងខ្លះទៅជាបែបនេះអូខេបាទបន្ទាប់មកទៀតមកអានេះគឺយើងមានតែតម្លៃណាបាទអញ្ចឹងបើយើងចង់បានថ្ងៃខែយើងឃើញមានថ្ងៃខែនៅនេះអូខេណាយើងមានថ្ងៃខែរបស់វាអញ្ចឹងមានថ្ងៃខែរបស់វាគួរតែជួយសរុបថ្ងៃខែឲ្យយើងបានយើងคลิกលើវាមកអូខេនៅពេលដែលវាជាថ្ងៃខែខ្ញុំលុបនេះចោលសិននៅពេលដែលវាជាថ្ងៃខែវានឹងអូតូបង្កើតជាប្រភេទ month quarter ហើយនឹង year ឲ្យយើងអូខេអញ្ចឹងខ្ញុំអាចដក zip ចោលសិនដក zip យើងចុចលើវាមកហើយយើងអាច remove field បានអូខេណោះអញ្ចឹងយើងនឹងឃើញឃើញទេវាចែកជាឆ្នាំមកយើងហ្មងហេឆ្នាំហ្នឹង quarter អញ្ចឹងមួយឆ្នាំមាន4 quarter របស់វាគឺពពួកដូចឆមាសអញ្ចឹងណាមករាកុម្ភៈមិនិនាទៅគឺក្នុង quarter 1 quarter 2គឺ April May June អញ្ចឹងទៅគឺ quarter 2អាហ្នឹងគឺតកតមួយ quarter បើយើងថាខ្ញុំមិនដែលប្រើ quarter អញ្ចឹងលុបវាចោលទៅអត់អីទេនេះអញ្ចឹងគឺមួយឆ្នាំមាន12ខែមួយឆ្នាំទៀតមាន12ខែអញ្ចឹងគឺវាជួយប្រៀបធៀបឲ្យយើងហ្មងថាអូខេឆ្នាំនេះខែនេះអញ្ចឹងទៅបានណោះបាទឬក៏អានេះមានបូកយើងចុចជាមកមានថ្ងៃអត់ចង់បានថ្ងៃលុបថ្ងៃចោលទៅចង់បានតែខែហើយឆ្នាំបានណានេះអញ្ចឹងទុកតែខែឆ្នាំទេអញ្ចឹងបើយើងចង់ឲ្យខែហើយឆ្នាំយើងទាញឆ្នាំខ្ញុំដាក់ column សាក់មើលមានអីកើតឡើងអញ្ចឹងវានឹងចេញបែបនេះវានឹង show ជាប្រភេទ matrix ឲ្យយើងណាតាមឆ្នាំនីមួយៗហើយនឹងខែនីមួយៗអញ្ចឹងនេះគឺឆ្នាំ2014 January លក់បានប៉ុណ្ណេះឆ្នាំ2015 January ដែរយើងឃើញនេះគឺ January ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ grand total អូខេរហូតដល់ grand total រហូតដល់ grand total នេះអានេះគឺរួមរបស់គេហៅរួមរបស់គេហៅJanuary គ្រប់ឆ្នាំទាំងអស់រួមចូលគ្នានេះគឺរួមចូលគ្នាបាទអញ្ចឹងបើយើងចង់មើល slicer របស់វាយើងចង់ដឹងអីមើលឲ្យតែខែ January ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងចុះមិនដែរអញ្ចឹងយើងអាច select វាមកយើងមើលតែ January ចុច select តែ January មកបូកវាជាមួយនឹង line មកនេះហើយយកមកដាក់នេះចុះអូខេនេះយើងឃើញហើយគេវាឡើងចុះនេះម្ដុំ2000ម៉ាន2014ណា15 16 17ហ្នឹងគឺខ្ពស់ណាស់ខ្ពស់ហើយបើយើងចង់បានគ្រប់ឆ្នាំទាំងអស់យើង select ទាំងអស់ហ្នឹងមកអូខេយកតែត្រឹមនេះណាអានេះគឺ total ចុងក្រោយគេហើយមកយើងតម្លាក់វាតាមហ្នឹងមកយើងនឹងឃើញបានឃើញគ្រប់ខែណាបាទឬក៏យើងចង់បានជាប្រភេទនេះក៏បានដែរ total ពីមួយឆ្នាំទៅមួយឆ្នាំវាឡើងចុះមិនដែរធ្វើបានឬក៏អូខេយើងប្រើមួយ pivot chart ហ្មងក៏បានដែរចុចលើនឹងមក pivot chart នេះវានឹងឃើញរូបរាងបែបនេះឬក៏ជា page line ចេះអូខេដោយសារតែខ្ញុំអូខេសិនចុះដោយសារតែយើង show បែបហ្នឹងអូខេណាយើងឃើញ line ខ្ញុំសុំ clear នេះចោលសិន spark line វិធី clear របស់វាចុចលើនឹងមកយើង clear វាចោលមកអូខេអញ្ចឹងខ្ញុំចុចលើនេះវិញមកខ្ញុំសុំ show យក pivot របស់ខ្ញុំមកវិញវាមើលទៅនេះឃើញឆ្នាំ2014 15 16ហ្នឹងគឺវាឡើងឲ្យតែខែ April ហ្នឹងគឺសឹងគ្រប់ឆ្នាំគឺឡើងយើងសាកទាញវាយកមកដាក់ពីលើនេះវិញនេះអញ្ចឹងវាឃើញជាបែបនេះវិញអូខេអានេះគឺជាលុយអានេះគឺជាឆ្នាំអញ្ចឹងយើងអាចបរួមឆ្នាំចោលអស់នេះអានេះគឺជាឆ្នាំហ្មងអូខេគឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងបើយើងចង់មើល detail ឆ្នាំ2014នេះយើងមើលទៅនេះឆ្នាំ2014គឺបែបនេះឆ្នាំ2015យើងមើល expand វាទាំងអស់ក៏បានដែរវា load បែបនេះ2016 17យើងអាច expand មកទាំងអស់បានមានវិធី expand all អត់នេះគេចឹងតាំងពីឆ្នាំ2014រហូតដល់2021គឺវា show យើងនេះវាមាន pattern របស់វាគេហៅ seasonal ឡើងចុះតាមហ្នឹងអូខេណោះអានេះតកតងមួយព័ត៌មានរបស់វាអូខេទៅតាមឆ្នាំជាមួយនឹង revenue អូខេណោះបាទ
ok mũi tiết vì để dương trong phở cho mùi nâng slide lâu dương miền ngày khai ấy cái này biết là ngày khai chẳng cho country được chỉ chui tới nhưng xong dịp đại tại dịp mà nhóm viên mình chỉ xăm thế dịp nhóm lần ní nhé cả trong mùi dịp mùi chẳng lang cho chỉ bánh hà đấy ok bây giờ bộ line những cái phở cho mùi train lại được cho bàn tay dịp nó cứ chia đầm bòn nè chẳng cái trai cho mùi lại được cho thằng tê dịp á chẳng những ai change về tôi chỉประเภทpie các bạn này pie đội môn mình thấy nhé bà pie đội môn mình máu hỏi bắt tọt máu còn lại nắng bà sân chỉ ngày khai nhưng phở slicer đội lượng môn nắng cứ đôi nhung lọp phải nhá vì ăn chui thì vì chốt ban đó một ngày chẳng còn lại nắng nhung phở cho mùi nâng timeline khi như ô tô để take ngày khai dừng ấy hay chốt ok máu chẳng cứ timeline nhưng ai show ban ok nhung xong mơ chỉประเภทngàyกับบ้านชีประเภทนำกับบ้านจังบัดสันจียำจุดปีปอนดำบุญเนี่ยนี่คือจะปอมเป็นบอกปีปอนดำบุญปีปอนไผ่ปีปอนไผ่มวยเจ้าบ่จังเมืองปีปอนไผ่มวยตีนมีเมาอันนี้คือประเภทจีcái how timeline คือยังเมื่อจีประเภทไงขายหรือก็ยังจังเมื่อจีขายกับบ้านเนี่ยโอเคอันนี้คือขายมะกราปีปอนมันปีปอนไผ่โอเคจังจะอาจเมื่อปีขายปีขายธนูไว้หนังขายมะกราvì nâng chui filter ở dưỡng bạn nâng cái chẳng bom miền này cứ bị chen từ tam nâng ở rồi viên pivot hay nâng pivot chắn cứ vì nâng đồ gì từ tam nâng khi nó cho anh em đọ mình ở việc đôi khi tỏ bà chẳng anh ấy cứ tẹt tông chui nâng pivot hay nâng pivot chart chẳng sở đọc màu vẫn cứ vì pivot chart cứ vì sân tầm mũi đấy còn là mũi chiết ráng mũi tiết chỉ chart ở dưỡng sôi mờ chẳng cứ cô đào thôm mà với cứ vi chui bầm lại bị bom miền là chỉ một hết thẹp bò nó ra nó cứ vi chui xăm lại ở giường vi chui chặt đạm đông mà na để việc đôi chân nó cái việc bột vì rọp một tiệp thiệp mũi na ra chiêng mũi na tách chiêng lên chân đầu bà này mũi na tròn chiêng na tách chiêng cái ai ở filter vô top thân top ấy đâu bây giờ chọn man top one là man này filter máu cái miền một hết chỉ lấy nè filter này top thân chẳng thấy chọn màn top one vô ta na thuộc trào những kế top one đó chẳng về rồi ôi tầm mùi nè cứ nó không đấm bòn nè cứ lụ bàn tròn những kế chứ bà chân cho đi đấm bòn này chẳng đâu ok nó thì họ ok nó cho nên cái nhóm phim bây giờ đặt thà ở thẹp bò lưng AK slicer AK sparkline AK pivot thẹp bò pivot chart lưng AKต่อมาtiếp nhóm nâng bây giờ nâng riêng room tăng pi chập đam pra lơ Excel mau insert cho pivot table chart same như nâng chập đam phơi chỉ dashboard đây bà khi nó chẳng dừng ảnh phần năng sân chót tệ tông cho mùi nâng pivot table pivot chart nó cứ dừng thọc miền cứ miền buồn nâng nè filter column row hay nâng value nâng cái dừng ảnh tiền vì giờ mà đặt tạm cả trong bàn mà dừng chẳng cứ cô đào thông màu với cứ summarize bị bom miền đại trà nó cứ ở nó so bom miền á đại dương chọn đằng ok ở con tràn cho mơ tỏ tiết nhom nâng cái bây giờ đẹp tôi chúng mình nâng bộ nó chặt và trâu khi mà ta giờ ai thơ mạch bàn chẳng hạn này cứ nhom phim bây giờ đặt ok bye bye